សូមជម្រាបសួរសូមស្វាគមន៍មកកាន់ Channel Knowledge Cambodia 100K ថ្ងៃនេះនាងខ្ញុំមកបរិយាយអំពីអត្ថប្រយោជន៍នៃទំពាំងបាយជូរក្រៀមទំពាំងបាយជូរក្រៀមមិនមែនគ្រាន់តែជាអាហារសម្រន់ដែលផ្អែមនោះទេប៉ុន្តែថែមទាំងផ្ដល់អត្ថប្រយោជន៍សុខភាពជាច្រើនប្រសិនបើទទួលទានក្នុងបរិមាណសមស្របនេះគឺជាអត្ថប្រយោជន៍សំខាន់ៗដែលបានសិក្សាឃើញពីការទទួលទានផ្លែទំពាំងបាយជូរក្រៀម 1. សារធាតុចិញ្ចឹមសំខាន់ទំពាំងបាយជូរក្រៀមគឺជាប្រភពដ៏ល្អនៃជាតិសរសៃនិងសារធាតុរ៉ែជាពិសេសប៉ូតាស្យូមក្នុង100ក្រាមនៃទំពាំងបាយជូរក្រៀមផ្ដល់ប៉ូតាស្យូម744មីលីក្រាមជួយដល់ដំណើរការសាច់ដុំនិងសម្ពាធឈាមជាតិសរសៃ 4.5 ក្រាមជួយដល់ប្រព័ន្ធរំលាយអាហារជាតិដែក 1.8 មីលីក្រាម 2. សុខភាពបេះដូងនិងការគ្រប់គ្រងជាតិស្ករទោះបីជាមានជាតិស្ករធម្មជាតិខ្ពស់ប្រហែល 60% ក៏ដោយទំពាំងបាយជូរក្រៀមមានសន្ទុះGlycemic GL កម្រិតទាបទៅមធ្យមចន្លោះពី49ទៅ66នេះមានន័យថាវាមិនបង្កើនជាតិស្ករក្នុងឈាមភ្លាមនោះទេការសិក្សាបង្ហាញថាការទទួលទានទំពាំងបាយជូរក្រៀមអាចជួយកាត់បន្ថយជាតិស្ករនិងអាំងស៊ូលីនក្នុងឈាមក្រោយពេលអាហារធ្វើឲ្យប្រសើរឡើងនូវសុខភាពសរសៃឈាមបេះដូងដោយសារសមត្ថភាពប្រឆាំងអុកស៊ីតកម្មខ្ពស់ 3. សុខភាពមាត់ធ្មេញផ្ទុយពីការយកឃើញថាអាហារផ្អែមបង្កឲ្យពុកធ្មេញទំពាំងបាយជូរក្រៀមពិតជាជួយថែរក្សាសុខភាពមាត់ធ្មេញបានសារធាតុ Phytochemical នៅក្នុងវាមានលក្ខណៈសម្លាប់បាក់តេរីហើយទំពាំងបាយជូរក្រៀមក៏មិនជាប់នឹងធ្មេញខ្លាំងដែរហើយថែមទាំងជួយរក្សា pH ក្នុងមាត់ឲ្យមានលំនឹងដែលជាកត្តាល្អសម្រាប់ធ្មេញ 4. សុខភាពប្រព័ន្ធរំលាយអាហារទំពាំងបាយជូរក្រៀមសម្បូរទៅដោយជាតិសរសៃនិងអាស៊ីតតាតារិកដែលដើរតួនាទីដូចជា probiotic អាហារសម្រាប់បាក់តេរីល្អនិងជួយជំរុញសុខភាពពោះវៀននឹងធ្វើឲ្យដំណើរការបន្ទោបង់មានភាពប្រសើរឡើង 5. ប្រឆាំងអុកស៊ីតកម្មទំពាំងបាយជូរក្រៀមសម្បូរទៅដោយសមាសធាតុ Phenolic សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា quercetin និង camphorol ជាដើមសារធាតុទាំងនេះជួយការពារកោសិកាក្នុងរាងកាយពីការបំផ្លាញដោយរ៉ាឌីកាល់សេរីដែលអាចកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃផ្សេងការណែនាំសម្រាប់ការទទួលទានការសិក្សាបានណែនាំថាការទទួលទានទំពាំងបាយជូរក្រៀមប្រហែល80ទៅ90ក្រាមក្នុងមួយថ្ងៃប្រហែលកន្លះពែងអាចផ្ដល់អត្ថប្រយោជន៍ដល់សុខភាពសម្គាល់ទោះបីជាមានអត្ថប្រយោជន៍ច្រើនក៏ដោយទំពាំងបាយជូរក្រៀមនៅតែមានកាឡូរីនិងជាតិស្ករខ្ពស់ដូច្នេះគួរទទួលទានក្នុងកម្រិតមធ្យមហើយជ្រើសរើសប្រភេទដែលគ្មានជាតិស្ករបន្ថែមដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញសូមអរគុណបងប្អូនសម្រាប់ការតាមដានសម្ដាប់ពីដើមដល់ចប់សូមបងប្អូនជួយចុច Subscribe រួចចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីសូមអរគុណ